អូខេយើងទៅដល់របៀបប្រើប្រាស់របស់នាឡិកាដៃ Y66 ផិនយើងនេះនាឡិកាដៃផិនយើងហើយក្នុងហ្នឹងយើងមានទទួលបានខ្សែសាកផិនវាហើយនេះគឺជាប្រដាប់ចាប់ទាញជើងស៊ីមសម្រាប់យើងដាក់ស៊ីមឥឡូវយើងយកប្រដាប់ទាញជើងស៊ីមហ្នឹងយើងយកមកឆ្កឹះកន្លែងកដាលនេះដើម្បីឆ្កឹះចន្លោះសម្រាប់ដាក់ស៊ីមហើយនឹងសម្រាប់សាកថ្មផិនយើងណាយើងយកខ្សែផិនយើងហ្នឹងយកមកដោតកន្លែងសាកថ្មផិនយើងនៅខាងក្រោមនេះហ្នឹងកន្លែងរន្ធសាកថ្មបន្ទាប់មកយើងយកខ្សែយើងដោតជាមួយនឹង power bank ណាហើយនៅពេលដែលយើងដោតចូលមួយ power bank ទៅវានឹង load ភ្លើងចូលនៅ screen នាឡិកាយើងចេញភាគរយនៃការសាកថ្មណាចេញបែបអញ្ចឹងណាសម្រាប់នៃការដាក់ SIM គឺយើងយកកញ្ចប់សម្រាប់ចាប់ទាញជើង SIM ហ្នឹងយកមកឆ្កឹះកន្លែងដាក់ SIM យើងចេញមកហើយនេះយើងយកហ្នឹងចាប់ណាចាប់ជើង SIM នៅក្នុងដៃរន្ធហ្នឹងមានជើង SIM ចាប់វាទាញមកទាញថ្នមអញ្ចឹងមកណាយើងទាញចេញមកបន្ទាប់មកយើងទៅយក SIM ផិនយើងណានេះ SIM ផិនយើងប្រភេទ SIM តូចSIM ដាក់ទូរស័ព្ទយើងធម្មតាហ្នឹងយកមកដាក់វាហើយយើងដាក់ចូលនៅក្នុងនាឡិកាយើងវិញមកណាយើងដាក់ចូលវាមួយតាមតម្រងវាបែបអញ្ចឹងមកហើយយើងគៀកតិចហើយរុញវាចូលឲ្យអឹបមកណាចូលអឹបមកនេះយកប្រាប់ឆ្កឹះហ្នឹងយករុញវាបន្ទាប់មកយើងបិទសន្ទះវាវិញមកណាហើយយើងចុចនេះជាប់ដើម្បីធ្វើការបើកនាឡិកាផិនយើងហើយនេះគឺជាកម្មវិធីនៅក្នុងនាឡិកាដៃផិនយើងនៅខាងលើនេះគឺបង្ហាញអំពីសេវាទូរស័ព្ទណាសេវាទូរស័ព្ទហើយនឹងសេវាអ៊ីនធឺណិតសម្រាប់មុខនាឡិកាយើងអាចដូរបានដែរណាយើងអាចដូរ style វាជាតនិចឬក៏ជាលេខណាកន្លែងនេះគឺជាកាមេរ៉ាផិននាឡិកាដៃផិនយើងហើយកន្លែងនេះគឺ Casio ណាយើងអាចចុច Casio កត់លេខបានហើយហ្នឹងហើយកន្លែងនេះគឺជាកន្លែងចុចប៊ូតុងចុចលេខសម្រាប់យើង call ណាអាឡូ1 3អាឡូនេះគឺជារបៀបភ្ជាប់ GPS ជាមួយនឹងនាឡិកាយើងជាមួយកម្មវិធី Sectrek K2 ណាแล้วយើងទៅចូលនាឡិកាផិនយើងមកហើយយើងពិនិត្យមើលថានាឡិកាផិនយើងហ្នឹងមានសេវាទូរស័ព្ទហើយនិងសេវាអ៊ីនធឺណិតដែលមានសញ្ញាព្រួយឡើងចុះហ្នឹងណាបន្ទាប់មកនៅលើនាឡិកាយើងចូលនៅកន្លែង device ណាចុចកន្លែង device ហ្នឹងមកបន្ទាប់មកយើងចុចយកលើនេះយកលើនេះដើម្បីវាបង្ហាញ QR code ណាបន្ទាប់មកយើងចូលនៅក្នុងទូរស័ព្ទដៃផិនយើងចូលនៅកម្មវិធី Sectrek K2 ហ្នឹងយើងចុចវាមកអូខេបន្ទាប់មកយើងវាដើរមកដល់កន្លែងហ្នឹងបងប្អូនចុចទៅលើសញ្ញាបូកណាចុចសញ្ញាបូកឡើងជុំខាងលើហ្នឹងបន្ទាប់មកចុចកន្លែង scan ណាហើយ scan នេះចុចមកអូខេចុចកន្លែង scan មកហើយយើងយកមក scan QR code នៅលើនាឡិកាដៃផិនយើងណាអូខេអញ្ចឹងវាចេញមកប៉ុណ្ណឹងអញ្ចឹងមកដល់ហ្នឹងគឺយើងបំពេញឈ្មោះនាឡិកាផិនយើងណាយើងចុចកន្លែងហ្នឹងមកណាបំពេញឈ្មោះកន្លែងឈ្មោះហ្នឹងបងប្អូនចង់ដាក់អីក៏បានដែរយើងដាក់ថាម៉ៃសាន់យើងឬក៏គាត់ប្រើនាឡិកាគាត់ឈ្មោះអីយើងដាក់ឈ្មោះហ្នឹងទៅសួរចំណាំបន្ទាប់មកយើងចុចអូខេណាបន្ទាប់មកដល់កន្លែងនេះគឺជាកន្លែងបង្ហាញ location នាឡិកាដៃផិនយើងហ្នឹងយើងចុចមកចំណុចនេះហើយគឺជាចំណុចបង្ហាញអំពី location នាឡិកាដៃយើងដែលមានឈ្មោះដែលយើងបានដាក់ពីដើមមកឈ្មោះនាឡិកាហ្នឹងវានៅចំណុចហ្នឹងយើងអាចបរិច្បរួមមើលទៅតាមទីតាំងតាមហ្នឹងបានណាកន្លែងនេះបងប្អូនអាចធ្វើការ save លេខទូរស័ព្ទផិនយើងណា save គ្រាន់តែយើងចុចកន្លែងហ្នឹងមកហើយយើងចុចដាក់ឈ្មោះមកឈ្មោះយើងចង់ឈ្មោះអីឈ្មោះ sister ឬឈ្មោះអីចឹងទៅដាក់មកលេខទូរស័ព្ទអញ្ចឹងហើយបន្ទាប់មកបំពេញហើយយើងចុចអូខេមកបន្ទាប់មកលេខទូរស័ព្ទផិនយើងហ្នឹងក៏បានបញ្ជូនទៅនាឡិកាផិនយើងហើយអញ្ចឹងយើងអាចឆែកនៅលើនាឡិកាផិនយើងបានអញ្ចឹងយើងចូលឆែកមកណាយើងចុចកន្លែង phone box ហ្នឹងមកចុចមកអូខេនឹងឃើញឈ្មោះដែលយើងបាន save នៅលើហ្នឹងហើយយើងអាច save បានច្រើនលេខណាកន្លែងហ្នឹងណា